What's up guys បាទឥឡូវនេះពួកយើងមកដល់ភ្នំដែលក្រុមខេត្តពោធិ៍សាត់ជួបភ្នំកវាញគឺគេហៅភ្នំនេះថាភ្នំ1500បាទខណៈពេលនេះគឺម៉ោង 8:45 នាទីចិត្ត9ហើយមានធ្វើដំណើរមកគឺមានរលឹមតិចតិចគឺថាវាលេងបបោកផងអាប់ហើយវាកងខែទៀតចិត្តទៅទីចិត្តតែអាចមើលទៅលើនោះយើងឃើញបបោកប្រដាក់បាទស្អាតដែរបាទហើយគឺទេសចរដែលបលេងទីនេះនៅថ្ងៃនេះយើងជិះមកសង្កេតឃើញមានពីរម៉ូតូខ្ញុំមួយដែលមានចំនួន2នាក់ហើយនឹងម៉ូតូជិះបរទេសម្នាក់ទៀតក៏នៅខាងនោះបាទមាន2នាក់ទៀតអញ្ចឹងទស្សនវិជ្ជាជាក់ស្ដែងដែលយើងឃើញនៅថ្ងៃនេះយើងឃើញថាមេឃនៅលើភ្នំនេះអាកាសធាតុត្រជាក់ខ្យល់ហើយបូកផ្សំជាមួយនឹងអាប់ទឹកភ្លៀងបាទនេះគេហៅភ្លៀងអាប់ទឹកភ្លៀងលក្ខណៈថាវាដូចថាព្រិចលក្ខណៈអាប់ភ្លៀងឯងកន្លែងនេះក៏លេងស្ដាប់តែមានអាប់ទឹកភ្លៀងតិចទស្សនវិជ្ជាទោះតែយើងមកជាក់ស្ដែងមិនយើងឃើញថាវាខ្វះខាតចុះបើយើងមើលនៅក្នុងទូរស័ព្ទឬក៏នៅក្នុងវីដេអូគឺមិនសូវជាក់ស្ដែងទស្សនវិជ្ជាដែលស្អាតខ្លាំងនៅកន្លែងនេះមួយដែលយើងអាចមើលឃើញតំបន់ដែលយើងជិះមកសឹងតែទាំងស្រុងឃើញជាទីមកហើយនឹងមួយទៀតនៅពេលយើងឡើងទៅដល់លើយើងនឹងឃើញពពកដែលចូលទៅអាប់ខ្លាំងចូលទៅអាប់ខ្លាំងឥឡូវនេះយើងបញ្ចប់វីដេអូប៉ុណ្ណឹងសិនចុះហើយនឹងធ្វើដំណើរឡើងទៀតជាមួយនឹងអាប់ទឹកភ្លៀងប្រាច់ដល់ត្រជាក់ដល់អស្ចារ្យសូមអរគុណ